មិនដឹងថាជាបណ្ណាល័យស្អីទេគ្មានសិភៅថ្មីផងហ្នឹងមានតែសិភៅចាស់សិភៅនៅខាងនោះប្រហែលជាល្អអញ្ចឹងឯងសាកត្រមើលសិនទៅក្រែងរកបានសិភៅថ្មីមិនដឹងជាអ្នកណាទេអីក៏ទំនេរម្លេះយកសិភៅថ្មីយកទៅណាអស់ហើយឬក៏មានចោលមកលួចតែដូចជាអត់ទេពិបាកខ្លាំងណាស់ហើយមិនដឹងថាទៅរកសិភៅថ្មីយកមកពីណាមកអានទេបើសិភៅចាស់នេះធ្លាប់អានឡើងពីរបីដងហើយនឹងពិបាកខ្លាំងណាស់នេះលោកគឺជាសិស្សថ្មីទៅនឹងផ្ទេចូលមកអីមកអានសិភៅដែរបាទនៅសាលានោះខ្ញុំចូលចិត្តអានសិភៅខ្លាំងណាស់អញ្ចឹងក៏បានន័យថាលោកជាមនុស្សដែលចូលចិត្តបណ្ណាល័យដូចខ្ញុំដែរខ្ញុំនេះចូលចិត្តបណ្ណាល័យណាឲ្យតែឃើញសិភៅមិនបានទេអានទាំងអស់ឲ្យតែមានរឿងខ្ញុំអានទាំងអស់មិនថារឿងអីទេមិនថាបែបប្រវត្តិសាស្ត្របែបអក្សរសិល្ប៍ក៏ខ្ញុំអានទាំងអស់ហ្នឹងខ្ញុំចូលចិត្តសិភៅនៅទីនេះណាមើលទៅវាពិតជាអស្ចារ្យខ្លាំងណាស់នៅបណ្ណាល័យមួយនេះវាពិតជាមានសិភៅច្រើនអូយហើយឡើងចិត្តដូចគ្នាហ្មងឯងហើយនេះពួកគេកំពុងតែនៅពេលធ្វើស្អីហ្នឹងអូយមិញនេះខ្ញុំក៏ឈួតដែរមិនក៏មិនព្រមសួរឈ្មោះគេទៅថាគេឈ្មោះអីហើយតែមើលទៅគេគឺពិតជាសង្ហាខ្លាំងណាស់មកខ្ជូតគួរឲ្យស្រឡាញ់មិនថាទៅនឹងទេបានមួយចប់ចេនីហើយនេះប៉ះម៉ោងកន្លះអញទៅទេអីបាយមិនទៅទេខ្ញុំទៅមុនហើយហារុហើយនេះជានេះគេកាត់ស្អីគេហ្នឹងមិនបានជាអង្គុយញញឹមម្នាក់ឯងដូចជាមនុស្សមិនសូវគ្រប់អញ្ចឹងឃើញដើរញញឹមតាំងពីព្រឹកមកម្លេះមិនដឹងជាគេកៅស្អីទេដូចអត់សូវគ្រប់មិនដឹងថាគេកៅស្អីទេតាំងពីពេលដែលបានជួបបណ្ណាល័យមកនោះអូយហើយចុះពួកឯងដូចជាដឹងហើយមិនដឹងដូចជាចេនីណាគេធ្វើស្អីផ្លែកអញ្ចឹងឯងតាមពិតទៅគ្មានតែស្អីទេមនុស្សគេដូចជាមនុស្សបែកតាំងពីដើមមកហើយអញ្ចឹងមិនចាំបាច់ទៅខ្វល់ជាមួយគេទេគេចង់ធ្វើស្អីក៏ធ្វើទៅនេះជារឿងគេសិទ្ធគេសំខាន់ឲ្យតែខ្លួនឯងនេះល្អទៅបានហើយថ្ងៃនេះមិនដឹងថាចេនីគេខាត់ស្អីទេសួរស្អីក៏មិនឆ្លើយហើយអង្គុយញញឹមតែម្នាក់ឯងអញ្ចឹងដល់យូរណាស់យើងគិតថាមើលទៅគួរតែយកចេនីនេះទៅឲ្យអ្នកណាក៏បានដែរជួយមើលនាងផងកុំឲ្យនាងកើតជំងឺរោគចិត្តស្ទះអារម្មណ៍បែបនេះទៀតអីមើលទៅពិបាកភ្នែកមើលណាស់ឃើញអង្គុយញញឹមម្នាក់ឯងតាំងពីព្រឹកមកម្លេះមិនដឹងថាកើតស្អីគេទេតាំងពីចេញមកពីបនអាឡ័យនោះមកម្លេះហើយមិនយល់សោះសួស្តីអ្នកទាំងអស់គ្នាថ្ងៃនេះខ្ញុំបាននាំយកលទ្ធផលគំនូរអ្នកដែលទៅប្រឡងគំនូរថ្ងៃមុនមកប្រកាសឲ្យអ្នកទាំងអស់គ្នាបានស្ដាប់ទី1អ្នកដែលជាប់លេខចំណាត់ថ្នាក់លេខ1នោះគឺហាយុចំណែកឯអ្នកលេខ2គឺជានីលេខ3គឺហារុលេខ4គឺដេឡានិងលេខ5គឺម៉ាគីលោកគ្រូគាត់ឲ្យអ្នកស្ម័គ្រចិត្តម្នាក់ទៀតដើម្បីមកប្រឡងជាមួយអ្នកទាំង5និងបានទៅប្រឡងថ្នាក់ខេត្តបន្តទៀតតើអ្នកណាស្ម័គ្រចិត្តហើយនេះឯងងើបឈរអញ្ចឹងបានន័យថាឯងស្ម័គ្រចិត្តទៅប្រឡងហើយតែបើតាមយើងគិតទៅការប្រឡងមួយនេះវាពិបាកខ្លាំងណាស់ឯងមានសមត្ថភាពចូលប្រឡងដែរមិនបាច់ទេដឹងវាគឺជាការជ្រើសរើសរបស់ខ្ញុំអញ្ចឹងហើយខ្ញុំត្រូវតែសាកល្បងវាទោះបីជាបានឬក៏មិនបានក៏ខ្ញុំត្រូវតែសាកឯងមានបានមើលដែរទេតើក្នុងថ្នាក់មួយនេះតើអ្នកណាបានងើបឈរដូចជាឯងចង់សាកល្បងតើឯងមានបានមើលសមត្ថភាពអ្នកទាំង5ដែលបានប្រឡងជាប់ទេតែយ៉ាងណាវាក៏ជាសមត្ថភាពរបស់ខ្ញុំដែរខ្ញុំជាប់ឬក៏មិនជាប់ក៏ខ្ញុំសប្បាយចិត្តដែរហើយចុះបើយើងប្រាប់ឯងថាសង្ឃឹមរបស់ឯងមានតិចតែប៉ុណ្ណោះត្រឹមតែ 1% 1% ក៏បានដែរព្រោះថាវាគឺជាកម្លាំងចិត្តដែលធ្វើឲ្យខ្ញុំតស៊ូតទៅមុខទៀតអញ្ចឹងតើឯងគូរូបអ្វីដើម្បីយកទៅដាក់តាំងទៅมันពិបាកទេរូបស្អីក៏ខ្ញុំអាចគូបានដែរបើអញ្ចឹងឯងក៏គូរូបយើងទៅគូហើយទុក
មើលពេលដែលឯងអង្គុយម្នាក់ឯងមានរឿងអីដែលខ្ញុំត្រូវគូររូបលោកទៅដូចជាគ្មានស្អីផងនឹងគឺទុកពេលដែលឯងអង្គុយម្នាក់ឯងក៏យកមកមើលហើយក៏ញញឹមរួចហើយក៏គិតដល់ថ្ងៃអនាគតដែលវាអាចទៅរួចនិងជាពិសេសនោះគឺអាចនិយាយបានថាគិតដល់មុខកូនទៀតផងនោះនេះលោកមិនដឹងថាខ្ញុំកំពុងតែអង្គុយគិតទេគឺគិតថាលោកបែកកម្មដ្ឋានហ្នឹងហើយមុខកូនស្អីនេះបានន័យថាមិនក៏គេគូរូប Jenny មកអញ្ចឹង